ស្វាគមន៍បងប្អូនមកកាន់ការប្រកួតនៃក្របខ័ណ្ឌកំពូលអង់គ្លេសគឺ English Premier League យើងឈានចូលមកដល់សប្តាហ៍ទី10ហើយបាទដោយឆ្លងកាត់9សប្តាហ៍កន្លងទៅយើងមើលឃើញថាក្រុមដែលដឹកនាំដោយលោក Mikel Arteta សញ្ជាតិអេស្ប៉ាញកំភ្លើងធំ Arsenal ហ្នឹងគឺបានស្ថិតនៅលើកំពូលតារាងដដែលបាទនៅលើចំណាត់ថ្នាក់ទី1គឺឆ្លងកាត់9ប្រកួតបាទគឺគាត់មាន22ពិន្ទុទៅហើយរីឯក្រុមចំណាត់ថ្នាក់ទី2ហ្នឹងគឺតាមពីក្រោយដោយភ្ញាក់ផ្អើលមែនទែនគឺ AFC Bournemouth ឆ្លងកាត់9ប្រកួតគឺគាត់មាន18ពិន្ទុហើយសម្រាប់លេខ3គឺ Tottenham Hotspur បាទមកថ្ងៃមាន Tottenham Hotspur គឺឆ្លងកាត់9ប្រកួតដូចគ្នាគឺគាត់មាន17ពិន្ទុឆ្មាខ្មៅ Sunderland គឺជាក្រុមដែលទើបតែប្រម៉ូតឡើងមកថ្មីពី League Championshipពិតជាមិនគួរឲ្យជឿហើយពិតជាភ្ញាក់ផ្អើលមែនទែនមកឆ្លងកាត់9ប្រកួតដូចគ្នាគឺគាត់មាន17ពិន្ទុស្មើគ្នាជាមួយនឹងមន់ខ្នៃមាន Tottenham Hotspur នេះគឺជាតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នបើគិតទៅគឺ4ក្រុមខាងលើនេះគឺបើសិនជាគាត់អាចរក្សានៅកំណត់ត្រាចំណាត់ថ្នាក់របស់គាត់រហូតទៅដល់ចប់ការប្រកួតនៃ38សប្តាហ៍តែម្ដងគឺក្រុមទាំង4នេះច្បាស់ណាស់នឹងមានកៅអីទៅលេងនៅក្របខ័ណ្ឌកំពូលនៃ UEFA Champions League យើងឈានចូលមកដល់ការប្រកួតដែលគួរឲ្យកត់សម្គាល់នៅក្នុងសប្តាហ៍នេះតែម្ដងគឺយើងចាប់ផ្ដើមពីថ្ងៃស្អែកថ្ងៃសៅរ៍សប្តាហ៍នេះគឺយើងមានសរុបទាំងអស់គឺចំនួន5គូបាទ5គូហ្នឹងគឺយើងមានគូសំខាន់ដូចជា Brighton នឹងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុម Leeds United ហើយ Brighton នៅក្នុងប្រហែលសប្តាហ៍ប្រហែលប្រកួតចុងក្រោយនេះគឺទទួលរងបរាជ័យទាំងនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសក៏ដូចជា EFL Cup បាទហើយសម្រាប់មួយទៀតគឺក្រុមដែលទើបប្រម៉ូតឡើងមកថ្មីដូចគ្នាហ្នឹងគឺ Burnley បាទធ្វើការងារធ្ងន់នៅក្នុងសប្តាហ៍នេះនឹងបើកទ្វារផ្ទះរបស់ខ្លួនទទួលស្វាគមន៍ក្រុមជើងឯកកំពូលតារាងតែម្ដងបាទកំពូលតារាងបណ្ដោះអាសន្នបាទគឺកំភ្លើងធំ Arsenal ដែលដឹកនាំដោយលោក Mikel Arteta ហើយក៏មានកីឡាករសំខាន់ដូច Victor Gyökeres មាន Martin Odegaard មាន Kai Havertz មាន Xhaka អីគឺនៅទីនោះតែម្ដងសិតតែអ្នកល្អតែម្ដងបាទគូបន្ទាប់ទៀត Crystal Palace គឺជាក្រុមដែលកំពុងតែឡើងជើងមែនទែនបាទទើបតែបំបាក់ Liverpool 3-0 ហើយថ្មីបាទឥឡូវនេះនឹងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុម Brentford នេះគឺរក្សាទម្រង់ថេរបាទអត់មិនឡើងក៏មិនចុះពេកដែរបាទសម្រាប់គូទី4គឺជាគូគីឡូស្រាលទេបាទគឺសបាយគឺ Fulham នឹងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមកញ្ជ្រោង Wolverhampton Wanderers Wolverhampton ឆ្នាំនេះគឺពិតជាដាបមែនទែនមកឆ្លងកាត់9សប្តាហ៍គឺស្ថិតនៅក្នុងបាតតារាងបាទរាប់ពីក្រោមឡើងលើគឺចំណាត់ថ្នាក់ទី20គឺជាតំបន់ដែលត្រូវកាត់ចោលទៅលេងនៅក្លឹបលីកកំពូល Championship គឺលីកទី2បាទគូដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺនៅថ្ងៃស្អែកថ្ងៃសៅរ៍នេះគឺចាប់ពីម៉ោង10ទៅហ្នឹងគឺ Nottingham Forest ដែលទើបតែបញ្ចប់តួនាទីលោក Butterglue នៅតង់ទី1បាទគាត់ទៅចប់តង់ទី1ភ្លាមគឺ Shake បានន័យថាបញ្ចប់មុខនាទីតួនាទីមុខតំណែងលោកគ្រូសញ្ជាតិអូសាលីហ្នឹងភ្លាមតែម្ដងដោយសារតែរងបរាជ័យផ្ទួនគ្នាពេកបាទពិបាកនៅក្នុងការរកជ័យជំនះមែនទេហើយនៅយប់ថ្ងៃស្អែកនេះគឺក្រុម Nottingham Forest នឹងធ្វើការងារធ្ងន់មួយទៀតដោយទទួលស្វាគមន៍ក្រុមគេហៅថាអធិរាជម្ចាស់ជើងឯកនៅក្របខ័ណ្ឌកំពូលអង់គ្លេស20សម័យគឺបិសាចក្រហម Manchester United ដែលកំពុងតែរក្សានៅគុណភាពក៏ដូចជាទម្រង់លេងបានកើនឡើងវិញហើយរយៈពេល3ប្រកួតចុងក្រោយនេះគឺថាមិនទាន់ស្គាល់ពីថាចាញ់ទេក្រោមការដឹកនាំរបស់លោក Robin Amorim ដែលជាបរិះសញ្ជាតិ Portugal ហើយបិសាចក្រហម Manchester United បើអាចយកឈ្នះនៅការប្រកួតនៅថ្ងៃស្អែកជាមួយនឹងក្រុម Nottingham Forestក្រុមនេះនឹងឈរទៅលើលេខ2បណ្ដោះអាសន្នដោយមាន19ពិន្ទុនៅពីក្រោម Arsenal 3ពិន្ទុបាទសម្រាប់ថ្ងៃសៅរ៍គឺយើងមាន5គូហ្នឹងហើយគូដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតហ្នឹងគឺក្រុម Manchester United ជាមួយនឹង Nottingham Forest ក៏ដូចជា Arsenal ជាមួយនឹង Crystal Palace ចូលដល់ថ្ងៃអាទិត្យសប្តាហ៍នេះយើងមាន4គូក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេសគឺមន់ខ្នៃមាន Tottenham Hotspur នឹងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមតោខៀវ Chelsea បាទការប្រកួតរវាងក្រុមទាំងពីរគឺជាការប្រកួតដែលអាចនិយាយបានថាជក់ចិត្តមែនទែន
ពីព្រោះ Spurs បច្ចុប្បន្ននេះកំពុងតែស្ថិតនៅចំណាត់ថ្នាក់ Top 4 បានន័យថាចំណាត់ថ្នាក់ទី3នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេសបានន័យឈរពីក្រោម AFC Bournemouth ហើយនិង Arsenal គូទី2នេះគឺហង្សក្រហម Liverpool បាទអូហង្សក្រហមឥឡូវមករយៈនេះគឺថាវេទនាមែនទែនពិបាករកជ័យជំនះមែនទែនបាទទើបតែឈ្នះ Frankfurt ហើយថ្មីក៏ប៉ុន្តែមកទីបែរជាផ្លាតចាញ់ក្រុមបាក់សី Crystal Palace ទៅវិញការប៉ះជាមួយ Aston Villa នេះក៏ជាការប្រកួតដែលតានតឹងដែរព្រោះ Aston Villa ថ្ងៃនេះគឺមានការក្រោមការដឹកនាំរបស់អធិរាជ Europa League គឺលោក Unai Emery សញ្ជាតិអេស្ប៉ាញហើយលោក Unai Emery នេះគឺគាត់មានបទពិសោធន៍ក៏ដូចជាតាក់ទិកខ្ពស់មែនទែនតាក់ទងជាមួយនឹងការដឹកនាំកន្លងមកតួយ៉ាងដូចជាធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមបារាំង Paris Saint-Germain Sevilla ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុម Arsenal ហើយឥឡូវនេះគាត់បានមកដឹកនាំក្រុម Aston Villa តទៅទៀតថាតើរវាងបរិសញ្ជាតិអេស្ប៉ាញ Unai Emery ក៏ដូចជាលោក Arne Slot សញ្ជាតិហូឡង់ហ្នឹងតើក្រុមណាឬមួយក៏ក្លឹបមួយណាដែលអាចយកជ័យជំនះលើកគ្នាបានដើម្បីឈរទៅលើចំណាត់ថ្នាក់ដែលល្អបំផុតឆ្លងកាត់9ប្រកួតកន្លងមកហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯកឆ្នាំ2024-2025 ចាស់ហ្នឹងគឺនៅក្នុងចំណាត់ថ្នាក់លេខ7ហើយមានតែ15ពិន្ទុទេបើនិយាយពីចំណាត់ថ្នាក់គាត់បច្ចុប្បន្ននេះស្ថិតនៅក្រោមបិសាចក្រហម Manchester United ស្ថិតនៅក្រោម MQ Manchester City ក៏ដូចជា Sunderland តែម្ដងអញ្ចឹងថាតើជំរឿអ្វីដែលប៉ះគ្នាជាមួយនឹង Aston Villa ចំណាត់ថ្នាក់បណ្ដេញគ្នាតែម្ដងលេខ7និងលេខ8តាមពីក្រោយដោយ Aston Villa គឺឆ្លងកាត់9ប្រកួតដូចគ្នាគឺគាត់មាន15ពិន្ទុស្មើគ្នាគាត់តែចាញ់ផលសងគ្រាប់បាល់គឺ Aston Villa គាត់មាន1គ្រាប់រីឯ Liverpool គាត់នៅសល់ផលសងគ្រាប់បាល់គាត់2គ្រាប់បាទដូច្នេះយើងរងចាំមើលបន្តទៀតថាតើក្រុមទាំងពីរនេះក្រុមណាដែលអាចនឹងមានឱកាសនៅក្នុងការក្រសោប3ពិន្ទុនៅក្នុងសប្តាហ៍នេះដូច្នេះយើងឈានចូលទៅដល់ថ្ងៃអង្គារបាទរាត្រីថ្ងៃអង្គារចាប់ពីម៉ោង1ទៅគឺការប្រកួតរវាងឆ្មាខ្មៅ Sunderland និងបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមទូកក្ដោង Everton ឬក៏ស្គរគ្រាប់ Everton នេះគឺជាការប្រកួតមួយដែលសប្បាយដូចគ្នាបាទព្រោះ Sunderland គាត់កំពុងតែមានកំណត់ត្រាល្អមែនទែនស្ថិតនៅក្នុងចំណាត់ថ្នាក់ទី4នៃក្របខ័ណ្ឌកំពូលអង់គ្លេសគឺ English Premier League រីឯ Everton នៅក្នុងរដូវកាលនេះក៏មិនមានទម្រង់ណាមួយដែលធ្វើឲ្យ Sunderland ញាក់សាច់នៅឡើយទេយើងចាំមើលបន្តទៀតថាតើក្រុមទាំងពីរនេះក្រុមណាដែលអាចក្រសោប3ពិន្ទុនៅក្នុងសប្តាហ៍ទី10នេះថាតើ Sunderland អាចនឹងបន្តកំណត់ត្រាល្អរបស់ខ្លួនឈរនៅលើចំណាត់ថ្នាក់ Top 4 នៃកំពូលតារាងអង់គ្លេសបានតទៅទៀតឬមួយក៏យ៉ាងណាដូច្នេះយើងរងចាំតាមដានទស្សនានៅលទ្ធផលបន្ទាប់ពីការប្រកួតចប់នៅក្នុងសប្តាហ៍ទី10នៃក្របខ័ណ្ឌកំពូលអង់គ្លេសទាំងអស់គ្នាបាទ